សួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះបាទខ្ញុំបាននាំគ្រួសារក៏ដូចជាកូនកូននឹងបាទមកធ្វើបានបសសបងប្អូនអញ្ចឹងបងប្អូនបាទស្គាល់ទេបានបសសអញ្ចឹងបាទថ្ងៃនេះខ្ញុំនឹងមកបង្ហាញថាបាទបានបសសជាបានមួយដែលមានសរសេរកាត់អក្សរបសសបានន័យថាបេលាជាតិរបបសន្តិសុខសង្គមអញ្ចឹងបាននេះបាទនៅពេលដែលយើងធ្វើបានคล้ายទៅជាសមាជិកនៃបាទបសសហើយមានបាទអត្ថប្រយោជន៍អ្វីខ្លះបងប្អូនអញ្ចឹងអ្នកដែលមានបានបសសមានអត្ថប្រយោជន៍ពីរយ៉ាងសំខាន់ដែលយើងបានរួមនៅក្នុងការបាទបង់វិភាគទានចូលនៅក្នុងបានបាទបសសនេះហើយបាទយើងនឹងទទួលបាននៅអត្ថប្រយោជន៍ពីរចំណុចទី1គឺរបបបាទហានិភ័យនៅក្នុងការងារនៅពេលដែលបងប្អូនធ្វើការជាបាទការងារឯកជនក្តីក៏ដូចជាការងារមន្ត្រីរាជការក្តីឬក៏ជាពលករក្តីបាទនៅពេលដែលបងប្អូនបាទទៅធ្វើការងារឬក៏ត្រឡប់មកពីធ្វើការងារវិញបាទគឺគេហៅថារបបហានិភ័យការងារអញ្ចឹងនៅក្នុងបានបសសនេះបាទទទួលនៅបាទហានិភ័យចំពោះការងារដែលក្នុងអំឡុងពេលធ្វើការងារក៏ដូចជាបាទជំងឺវិជ្ជាជីវៈផ្សេងដែលកើតឡើងចេញពីការងារដែលបងប្អូនធ្វើនៅកន្លែងធ្វើការហើយរបបទាំងនេះបាទត្រូវបានកិច្ចព្រមព្រៀងជាមួយនឹងបាទសមាគមបសសនឹងឯងបងប្អូនអញ្ចឹងបាទនៅក្នុងការធ្វើបានបសសក៏មានអត្ថប្រយោជន៍ចំពោះដូចជាការថែទាំសុខភាពដែរបាទចំពោះការថែទាំសុខភាពដូចជាស្ត្រីមានទីពោះអីចឹងបាទនៅពេលដែលគាត់មានបានហ្នឹងគាត់បាទក៏ជួយដល់បាទការធានារ៉ាប់រងទៅលើបាទការថែទាំសុខភាពនឹងដែរបងប្អូនអញ្ចឹងបាទគឺមានប្រយោជន៍បែបហ្នឹងអញ្ចឹងមួយទៀតបាទខ្ញុំក៏បានបង្ហាញដែរគឺបាទសមាជិកបសសហ្នឹងគឺយើងបានបាទចុះបញ្ជីបានលុះត្រាតែបងប្អូនមានបាទកន្លែងការងារក៏ដូចជាបាទធ្វើការនៅក្នុងក្រុមហ៊ុនឬក៏ជានយោជកឬក៏ជាកម្មករឬក៏ជាមន្ត្រីរាជការឬក៏ជាបាទអតីតយុវជនឬក៏អតីតមន្ត្រីរាជការជាដើមដូចគ្នាបងប្អូនអញ្ចឹងទទួលបាននៅបាទគេហៅថាប្រាក់ឧបត្ថម្ភអញ្ចឹងបងប្អូនត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាពក៏ដូចជាបាទបានបាទសមាជិកបសសដែលមានសុពលភាពហើយនឹងបាទលេខទូរស័ព្ទដែលជាលេខគណនីដែលបងប្អូនបានដាក់នៅក្នុងការបង់នៅវិភាគទានរបស់បានបសសនឹងឯងបងប្អូនអញ្ចឹងខ្ញុំបានបង្ហាញវីដេអូនេះបាទខ្ញុំក៏នាំបាទក្រុមគ្រួសារទៅធ្វើជាបាទសមាជិកនេះបានបសសដូចគ្នាបងប្អូនបាទអញ្ចឹងអ្វីដែលខ្ញុំបាទចង់បង្ហាញហ្នឹងគឺបងប្អូនបាទនៅកន្លែងធ្វើការបាទសមាជិកបានបសសគឺបាទទី1គឺគាត់មានទំនាក់ទំនងល្អរីករាយបាទរាក់ទាក់បាទកន្លែងស្អាតបាទមានផាសុកភាពហើយយើងធ្វើទៅបាទគាត់បាទទទួលបាទរាក់ទាក់យ៉ាងរីករាយអ្វីដែលពិសេសបាទខ្ញុំចង់បង្ហាញមួយទៀតនោះគឺបាទនៅកន្លែងមានបាទទាំងបន្ទប់ទឹកស្អាតមានទាំងកន្លែងទទួលភ្ញៀវអង្គុយលេងបាទគ្រាន់តែបងប្អូនអត់ធ្មត់នឹងមានការរងចាំបន្តិចបងប្អូនព្រោះសមាជិកនេះអ្នកធ្វើហ្នឹងគឺបាទមានចំនួនតិចបងប្អូនអញ្ចឹងហ្នឹងហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអរគុណពុកម៉ែបងប្អូនដែលបានមើលវីដេអូនេះបាទខ្ញុំនឹងគ្រាន់តែបង្ហាញអំពីការធ្វើបានសមាជិកបសសអរគុណជម្រាបលាបាយបាយ